អាវុធសាហាវបំផុត4ប្រភេទរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជាមហាអន្តរជាតិមួយផងដែរហើយប្រទេសនេះមានអាវុធទំនើបនិងសម្ងាត់ជាច្រើនប្រភេទដែលក្នុងរបស់ជាបន្តទៅនេះសូមលើកយកនៅអាវុធចំនួន5ប្រភេទសាហាវបំផុត5ប្រភេទរបស់អ៊ីរ៉ង់ដើម្បីចែកជូនប្រិយមិត្តទស្សនាចង់ដឹងថាទាំង5ប្រភេទនោះមានឈ្មោះអ្វីខ្លះហើយជាអាវុធណាខ្លះសូមជឿតាមទាំងអស់គ្នាចំណុចទី1មីស៊ីល4ដួលជាងសម្លេង Fatal One អ៊ីរ៉ង់បានបង្អួតមីស៊ីល4ជាងសម្លេងជាលើកដំបូងកាលពីខែមិថុនាឆ្នាំមុនដោយបានបង្ហាញ Fatal One ជាមីស៊ីល4ជាងសម្លេងថ្មីដែលមានរយៈចម្ងាយជាង 1400 គីឡូម៉ែត្រហើយអាចបកកើតល្បឿនដល់ទៅម៉ាត់13ទៅ15មីស៊ីលនេះបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹងហើយអាចបញ្ជាបានទៅលើអាកាសនិងមានសមត្ថភាពអាចចេញពីប្រព័ន្ធការពារដែនអាកាសនាពេលបច្ចុប្បន្នចំណុចទី2មីស៊ីលប្លង់អាប៊ូម៉ាឌីត្រូវបានដាក់បង្ហាញនៅក្នុងខែសីហាឆ្នាំ2020ដោយវាមានប្រវែង6ម៉ែត្រនិងទទឹង55ម៉ែត្រទម្ងន់1650គីឡូក្រាមវាមានចំនួនមានស្លាបចំនួន3ស្លាប 3.1 ម៉ែត្រនិងក្បាលក្របបន្ទោះខ្លាំងជាង410គីឡូក្រាមមីស៊ីលនេះបំពាក់ដោយម៉ាស៊ីនធូឡូសបជិតដែលផលិតក្នុងស្រុកនិងមានសមត្ថភាពអាចហោះហើរក្នុងល្បឿនប្រហែល900គីឡូម៉ែត្រក្នុង1ម៉ោងអាប៊ូម៉ាឌីអាចហោះបានចម្ងាយជាង 1000 គីឡូម៉ែត្រពលគឺស្មើនឹង7.3 ដងនៃមីស៊ីលប្លង់ចំនួន4របស់អ៊ីរ៉ង់អាប៊ូម៉ាឌីអាចបាញ់ចេញពីដីគោកពីនាវាចម្បាំងឬពីយន្តហោះយោធាហើយមីស៊ីលប្រភេទនេះធ្វើឲ្យអ៊ីរ៉ង់បានក្លាយជាមហាអំណាចយោធាគ្រប់គ្រងដែនទឹកដីនៃឈូងសមុទ្រពាក់ឈូងសមុទ្រអូតូម៉ង់និងកាន់កាប់ទៅតែទាំងស្រុងនៅឈូងសមុទ្រអារ៉ាប់ផងដែរចំណុចទី3យន្តហោះមានមនុស្សបើកមហាជិតថិតនឹងមីស៊ីលទំនើបអ៊ីរ៉ង់ក៏ត្រូវ